សម្រាប់បងប្អូនដែលប្រើចាប់ពី iPhone 14 Pro Max ឡើងបងប្អូនធ្លាប់ជួបបញ្ហាបែបនេះទេអត់នៅពេលដែលបងប្អូន lock sound ទៅទូរស័ព្ទបងប្អូនអត់ download ទេវានៅភ្លឺបែបនេះអាហ្នឹងគេហៅថាមុខងារ always on display ហើយនេះខ្ញុំនឹងមកប្រាប់ពីមុខងារដែលយើង lock sound ហើយទូរស័ព្ទយើងនឹងរលត់ 100% បាទជាដំបូងបងប្អូនចូលមកកាន់ setting នេះមកហើយបងប្អូនអូសរកពាក្យdisplay and brightness នេះហើយបងប្អូនអូសមករកពាក្យalways on display នៅក្នុងនេះយើងបានបើកអញ្ចឹងបងប្អូនចូលមកបិទទាំងអស់មកទូរស័ព្ទបងប្អូននឹងធ្វើការ lock sound បានរលត់ 100% ដូចបែបនេះអញ្ចឹងហើយខ្ញុំនឹងបញ្ជាក់បងប្អូនតិចនៅកន្លែងនេះបងប្អូនឃើញពី auto lock នេះគឺរយៈពេល30 second វានឹង lock sound auto បងប្អូនចង់ដាក់1នាទីក៏បានអញ្ចឹងនៅពេលដែលបងប្អូនលេងនៅកម្មវិធីធម្មតារយៈពេលខ្ទង់1នាទីវានឹង lock sound auto បើសិនមកបងប្អូនចង់ដឹងពាក់ព័ន្ធជាមួយនឹង technique ពិសេសរបស់ទូរស័ព្ទដៃ iPhone ឬក៏ពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យា technology កុំភ្លេច subscribe channel YouTube ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីជាបន្តទៀត